អូខេសួស្តីអ្នកនរគ្នាវីដេអូនេះខ្ញុំមកប្រាប់ពីរបៀបតម្លើង pair crypto មួយចំនួននៅក្នុង MT5 ដោយសារតែយើង trade នៅក្នុងcrypto យើងអាចយកមក trade នៅក្នុង MT5 បានអញ្ចឹងខ្ញុំមកប្រាប់ពីរបៀប add pair នៅក្នុង MT5 ដូចជាយើង trade Bitcoin ឬក៏ហៅថា BTC ហ្នឹងយើងអាច trade នៅលើ MT5 អញ្ចឹងយើងអាច add បាននៅក្នុង MT5 បានអញ្ចឹងចំណុចដំបូងបើសិនអ្នកនរគ្នាចង់ add នៅក្នុង MT5 ចំណុចដំបូងអ្នកនរគ្នាចុចយកពាក្យ quote នេះមកអ្នកគ្នាអាចចុចមកយកខាងពាក្យ quote នេះបានចុចយកពាក្យ quote ហើយវាសូបែបនេះឲ្យវាសូបែបនេះឲ្យអញ្ចឹងអ្នកគ្នាអាច search មក search BTC មក search BTC មកអ្នកគ្នាអាច select យកនេះបាន BTC នេះ BTC សម្រាប់មួយទៀត Ethereum អ្នកទាំងគ្នាចង់ add Ethereum ចង់ trade Ethereum នៅលើ MT5 ក៏បានដូចគ្នាដែរក៏ឲ្យ search គេថា ETH មកនេះអ្នកគ្នាអាចប្រើបានដែរអញ្ចឹងពេលអ្នកគ្នាអាច add មកហើយវា load មកលើ quote បើសិនអ្នកគ្នាចង់ប្រើគឺប្រើបាននៅក្នុងនេះខ្ញុំមាន4ខ្ញុំមាន BTC មាន Gold មាន Ethereum ហើយនិងមានប្រាក់និង Silver អញ្ចឹងអ្នកគ្នាអាច add តាមខ្ញុំបានបើសិនជាចង់ trade នៅលើMT5 អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើន